សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទើបចុះហត្ថលេខាបឋមឈប់បាញ់60ថ្ងៃដើម្បីបើកផ្លូវចរចាសន្តិភាពអចិន្ត្រៃយ៍ប៉ុន្តែកិច្ចព្រមព្រៀងបឋមនេះបានធ្វើឲ្យអ៊ីស្រាអែលក្តៅស្លឹកត្រចៀករួចទៅហើយខណៈវ៉ាស៊ីនតោនជ្រើសរើសបញ្ចប់សង្គ្រាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូបែរជាប្រកាសថាអ៊ីស្រាអែលមិនជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនេះទេហើយរក្សាសិទ្ធិធ្វើសកម្មភាពយោធាដោយខ្លួនឯងនេះបើយោងទៅតាម Reuters សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងបឋមមួយនៅថ្ងៃទី15ខែមិថុនាឆ្នាំ2026ដើម្បីបញ្ឈប់ប្រតិបត្តិការយោធានិងបើកការចរចា60ថ្ងៃស្ដីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់កិច្ចព្រមព្រៀងនេះក៏រំពឹងថានឹងជួយបើកច្រកសមុទ្រហ័រមូសឡើងវិញដែលជាច្រកដឹកប្រេងសំខាន់របស់ពិភពលោកប៉ុន្តែចំពោះអ៊ីស្រាអែលកិច្ចព្រមព្រៀងនេះមិនមែនជាជ័យជំនះទេមន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ Reuters ថាកិច្ចព្រមព្រៀងនេះអាក្រក់ខ្លាំងណាស់ចំពោះអ៊ីស្រាអែលព្រោះវាមិនទាន់ដោះស្រាយគោលដៅធំៗដែលអ៊ីស្រាអែលចង់បាននៅឡើយរួមមានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កម្មវិធីមីស៊ីលនិងការគ្រប់គ្រងក្រុមប្រដាប់អាវុធនៅក្នុងតំបន់ចំណុចដែលធ្វើឲ្យអ៊ីស្រាអែលកាន់តែបារម្ភគឺកិច្ចព្រមព្រៀងនេះអាចចងដៃការវាយប្រហាររបស់ខ្លួននៅលីបង់ខណៈដែលអ៊ីរ៉ង់ទាមទារឲ្យបញ្ឈប់ប្រតិបត្តិការយោធាគ្រប់ប្រភេទរួមទាំងនៅលីបង់ផងដែរតែលោកនេតាន់យ៉ាហ៊ូប្រកាសថាអ៊ីស្រាអែលនឹងរក្សាកម្លាំងនៅភាគខាងត្បូងលីបង់ហើយរក្សាសិទ្ធិធ្វើសកម្មភាពយោធាដើម្បីការពារប្រជាជនភាគខាងជើងរបស់អ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូនិយាយថាលោកត្រាំគឺជាប្រធានាធិបតីអាមេរិកចំណែកលោកគឺជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកគឺជាអ្នកទទួលខុសត្រូវលើសន្តិសុខរបស់អ៊ីស្រាអែលឥឡូវនេះបញ្ហាធំគឺសង្គ្រាមអាចឈប់តាមកិច្ចព្រមព្រៀងរបស់អាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែអ៊ីស្រាអែលមិនទាន់អស់ចិត្តទេអ្នកវិភាគមើលឃើញថាលោកនេតាន់យ៉ាហ៊ូអាចនឹងមិនចេញមុខប្រឆាំងលោកត្រាំដោយផ្ទាល់ទេព្រោះអាមេរិកនៅតែជាសម្ព័ន្ធមិត្តធំបំផុតរបស់អ៊ីស្រាអែលប៉ុន្តែអ៊ីស្រាអែលនឹងបង្ហាញថាខ្លួនមិនត្រូវបានចងដោយកិច្ចព្រមព្រៀងនេះឡើយនោះមានន័យថាកិច្ចព្រមព្រៀងអាមេរិកអ៊ីរ៉ង់អាចបញ្ឈប់សង្គ្រាមមួយផ្នែកប៉ុន្តែមិនទាន់ធានាថាភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានឹងរលត់ពិតប្រាកដទេព្រោះចំពោះលោកនេតាន់យ៉ាហ៊ូបើអ៊ីរ៉ង់នៅមិនទាន់បាត់បង់សមត្ថភាពនុយក្លេអ៊ែរមីស៊ីលនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែលនៅតែចាត់ទុកថាសង្គ្រាមនេះមិនទាន់ចប់ខ្ញុំរស់សុធាពី News Today NDTV